ការវាប្រហារដាក់គ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ង់នោះគឺមិនតាន់ស្ងប់ស្ងាត់ទេនៅទាំងអស់គ្នាជាស្ដែងការពីម្សិលមិញនេះគឺត្រូវនៅថ្ងៃទី18ខែកក្កដាឆ្នាំ2026កន្លងទៅកងឆ្មាំប្រវត្តិឥស្លាមអ៊ីរ៉ង់នេះបានបើកការវាប្រហារបន្ថែមទៀតទៅលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ចុងសមុទ្របន្ទាប់ពីសហរដ្ឋអាមេរិកនេះបានបើកការវាប្រហារជាបន្តបន្ទាប់អស់រយៈពេល7យប់ចាប់គ្នាហើយដោយកំណត់គោលដៅទៅលើទីតាំងយោធារបស់ប្រទេសអ៊ីរ៉ង់រួមទាំងកន្លែងគោគុំផ្នែកខាងភពភាគជាដើមយោងទៅតាមការចុះផ្សាយនៃទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាគឺមានរោងចក្រចម្រាញ់ទឹកប្រៃមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងប្រទេសគុយវ៉ាតគឺត្រូវបានរងការវាយប្រហារពីសំណាក់ប្រទេសអ៊ីរ៉ង់ខណៈពេលដែលប្រតិបត្តិការនៅឯអាកាសយានដ្ឋានអន្តរជាតិគុយវ៉ាតនៅវិញគឺត្រូវបានផ្អាកដំណើរការបណ្ដោះអាសន្នដោយសារតែរងការគំរាមកំហែងពីមីស៊ីលនិងយន្តហោះដ្រូនពីសំណាក់ប្រទេសអ៊ីរ៉ង់បើតាមការប្រកាសរបស់កងឆ្មាំប្រវត្តិឥស្លាមអ៊ីរ៉ង់បានឲ្យដឹងថាពួកគេបានបើកការវាយប្រហារទៅលើមជ្ឈមណ្ឌលគ្រប់គ្រងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅឯ Cap Arizona នៅមកបំផ្លាញស្ថានីយ៍រ៉ាដាមួយកន្លែងដែលមានទីតាំងនៅឯមូលដ្ឋានកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា Ali Al-Salam នៅក្នុងប្រទេសគុយវ៉ាតប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអ៊ីរ៉ង់វិញបានរាយការណ៍ថាកងឆ្មាំប្រវត្តិឥស្លាមអ៊ីរ៉ង់បានបើកការវាយប្រហារដែលបានកំណត់គោលដៅទៅលើទីតាំងមួយនៅក្នុងប្រទេសគុយវ៉ាតដែលជាកន្លែងចតនៃយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកនៅឯមូលដ្ឋានកងទ័ពអាកាសដែលមានឈ្មោះថា SAC-ISA និងមូលដ្ឋានទិន្នន័យស៊ើបការសម្ងាត់មួយទៀតផងដែរបើតាមទូរទស្សន៍រដ្ឋរបស់ប្រទេសអ៊ីរ៉ង់បានឲ្យដឹងថាកងឆ្មាំប្រវត្តិឥស្លាមអ៊ីរ៉ង់នេះបានធ្វើឲ្យខូចខាតទៅដល់យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកចំនួន2គ្រឿងនិងយន្តហោះផ្សេងទៀតចំនួន3គ្រឿងផងដែរនៅក្នុងអំឡុងពេលប្រតិបត្តិការវាយប្រហារដែលមីស៊ីលនិងយន្តហោះដ្រូនទៅលើមូលដ្ឋានកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Al-Asra នៅក្នុងប្រទេសសូដាននីកាលពីថ្ងៃសៅរ៍កន្លងទៅតែទោះបីជាយ៉ាងណាក៏ដោយទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ចំពោះសេចក្តីរាយការណ៍ទាំងអស់នោះបានឡើយភាពតានតឹងរវាងសហរដ្ឋអាមេរិកជាមួយនឹងទីក្រុងតេហ៍រ៉ង់នេះកំពុងតែកើតឡើងដែលចាប់តាំងពីកិច្ចព្រមព្រៀងបទចាប់បាញ់ត្រូវបានដួលរលំកាលពីសប្តាហ៍មុនដែលបង្កើនលទ្ធភាពនៃការវិលត្រឡប់ទៅរកសង្គ្រាមដ៏ពេញលេញឡើងវិញ។